បាទនៅថ្ងៃនេះថ្ងៃទី25ឧសភាខ្ញុំបានអាននៅព័ត៌មានដែលមានផ្សាយនៅក្នុង The Nation ក៏ដូចបាងកោកប៉ុស្តិ៍ហើយខាងកម្ពុជាក៏មានបកប្រែដែរគឺសម្ដីអនុទានយ៉ាងប្រហើនគឺថាណែទឹកដីកម្ពុជាដែលខ្លួនច្បាំងបានប្រាប់ទៅសហគមន៍ជនជាតិថៃនៅឯប៉ារីសថាអ្វីដែលខ្លួនច្បាំងបានគឺ1ចំអា1មីលីម៉ែត្រ1សង់ទីម៉ែត្រមិនឲ្យទៅកម្ពុជាវិញទេបាទនេះយើងចង់បញ្ជាក់ថាអញ្ចេះសាធារណជនក៏ដូចជាប្រាប់ទៅថៃប្រាប់ទៅសហគមន៍អន្តរជាតិដែរថាថៃបានប្រកាសយ៉ាងក្តែងថាខ្លួនឈ្លានពានទឹកដីកម្ពុជាដោយត្រង់ហើយក៏ដូចជាប្រាប់ទៅបារាំងដែរព្រោះនិយាយទៅនៅឯស្រុកបារាំងណានិយាយនៅឯប៉ារីសបើទោះជាជួបសហគមន៍សៀមប៉ុន្តែជួបនៅប៉ារីសហើយផ្សាយជាសាធារណៈទៀតអញ្ចឹងថៃនេះអនុទាននេះជាសាសថៃតែម្ដងគឺបានប្រាប់ពិភពលោកថាខ្លួនឈ្លានពានទឹកដីកម្ពុជាដោយត្រង់មិនខ្លាចរអាលទេហើយបានប្រាប់ទៀតថាខ្លួននឹងមិនឲ្យទៅកម្ពុជាវិញទេទោះជាប្រាប់សហគមន៍សៀមក៏ដោយប៉ុន្តែនេះបានប្រាប់ទៅពិភពលោកអញ្ចឹងហើយនេះជាចំណុចអង្គហេតុដ៏ច្បាស់មួយដែលថាសៀមមានចេតនាមាននយោបាយវិទីនិយមចំសម្រាប់វិទីមកលើទឹកដីកម្ពុជាដោយមិនខ្លាចអញើតនឹងសិទ្ធិសញ្ញាបារាំងសៀមអនុសញ្ញាបារាំងសៀមក្នុងគណៈដែលខ្លួនឯងកំពុងតែនៅទឹកដីបារាំងអញ្ចឹងទាំងអស់នេះប្រមាថទាំងបារាំងប្រមាថទាំងស្ដេចសៀមខ្លួនឯងនៃអតីតកាលជាមរតករដ្ឋអត់គោរពមរតករដ្ឋប្រសិនបើអត់គោរពបែបនេះហើយបើកម្ពុជាឧទាហរណ៍ណាកម្ពុជាមិនទៀមទាមិនធ្វើការទៀមទាទឹកដីនេះមកវិញទេអញ្ចឹងនៅទឹកដីចំណែកផ្សេងទៀតសៀមនឹងធ្វើសង្គ្រាមយកទៀតពីព្រោះថាយកអាកន្លែងនេះយកបានអត់មានការតវ៉ាអត់មានការដណ្ដើមយកវិញសហគមន៍អន្តរជាតិមិនអើពើអញ្ចឹងវាធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ទាំងសណ្ដាប់ធ្នាប់តំបន់ទាំងសណ្ដាប់ធ្នាប់សកលមានន័យថាច្បាប់អន្តរជាតិសិទ្ធិសញ្ញាអន្តរជាតិលែងនរណាខ្វល់ហើយណាអាណានិគមកន្លងមកអ្វីដែលជាមរតកអាណានិគមស្ដីអំពីច្បាប់ស្ដីពីព្រំដែនមិនកែប្រែនឹងគេលែងខ្វល់ហើយអញ្ចឹងកន្លែងនេះខ្ញុំអំពាវនាវឲ្យសហគមន៍អន្តរជាតិជាពិសេសបារាំងក្នុងនាមជាម្ចាស់អាណានិគមបានចុះហត្ថលេខាជាមួយសៀមនាកាលនោះហើយក្នុងនាមជាសមាជិកក្រុមឧស្សាហ៍អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិមិនអាចឲ្យថៃធ្វើបែបនេះបានទេត្រូវតែរក្សាចំហរបស់ខ្លួននៅអ្វីដែលជាមរតករបស់ខ្លួនបានបន្សល់ទុកក្នុងនាមម្ចាស់អាណានិគមបានបន្សល់ទុកសម្រាប់អនុជនហើយសម្រាប់កម្ពុជាបាទ